ខ្ញុំនឹងនិយាយអំពីដំណើររឿងអំពីលោកអាប់រ៉ាហាំជីវិតលោកអាប់រ៉ាហាំនៅភាគទី5ហើយយើងកំពុងនិយាយអំពីបៀស៊ីបានៅទីនេះជាកន្លែងទី6ជាកន្លែង9ដែលលោកអាប់រ៉ាហាំរស់នៅគឺបៀស៊ីបាហើយគាត់នៅទីនេះអស់រយៈពេលយូរណាស់មានរឿងសំខាន់ជាច្រើនដែលបានកើតឡើងនៅទីកន្លែងនេះលោកអ៊ីសាក់បានកកើតនៅទីនេះមិនត្រឹមតែអ៊ីសាក់កើតនៅទីនេះទេប៉ុន្តែលោកអាប់រ៉ាហាំបានថ្វាយអ៊ីសាក់នៅលើភ្នំម៉ូរីយ៉ាខណៈពេលដែលគាត់រស់នៅទីនេះដូច្នេះនោះគឺជារយៈពេលដែលយូរនិងមានសារៈសំខាន់ជាច្រើនមិនកើតឡើងដែលយើងមិនអាចសិក្សាអ្វីៗគ្រប់យ៉ាងនៅទីនេះនៅថ្ងៃនេះបានទេដូច្នេះខ្ញុំគ្រាន់តែបដោតរឿងមួយមូលហេតុកន្លែងនេះត្រូវបានគេដាក់ឈ្មោះថាបៀសេបាគឺដោយសារតែអ្វីដែលយើងអាននៅថ្ងៃនេះនៅក្នុងអត្ថបទរបស់យើងឈ្មោះបៀសេបាវាមិនមែនជាឈ្មោះស្រាបៀឬអ្វីផ្សេងទៀតនោះទេបៀគឺជាភាសាហេប្រឺមានន័យថាល្អដូចជាអណ្ដូងទឹកដែលបានជីកសម្រាប់ទឹកហើយសេបាគឺជាពាក្យគួរចាប់អារម្មណ៍ព្រោះវាមានន័យថាជាលេខ7ប៉ុន្តែក្នុងភាសាហេប្រឺលេខ7ក៏មានន័យថាស្បត់ឬក៏សម្បត្តិផងដែរវាមានន័យថាសម្បត្តិអ្នកដឹងទេយើងត្រូវស្បត់ចំពោះព្រះអង្គឬក៏សម្បត្តិចំពោះអ្វីមួយអ្នកដឹងទេប៉ុន្តែជាភាសាហេប្រឺនៅសម័យបុរាណនៅពេលដែលអ្នកស្បត់ពួកគេបានធ្វើវា7ដងឬពួកគេបានប្រើវា7យ៉ាងដើម្បីស្បត់ដូច្នេះយើងមិនអាចអានលោកុបាតចំពោះ21ទាំងមូលបានទេប៉ុន្តែនៅពេលដែលលោកអាប់រ៉ាហាំនិងអាបេម៉ាលិកបានធ្វើសេចក្តីនេះត្រូវបានគេស្បត់ថានឹងមានជាមិត្តនឹងគ្នាវាជាសេចក្តីសញ្ញានៃសន្ធិមួយថាយើងមិនវាប្រហារគ្នាលិខិតមួយថាយើងមិនធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមកនោះទេយើងគឺជាចងសម្ព័ន្ធមិត្តនឹងគ្នាហើយនៅក្នុងការស្បត់នេះតើអាប់រ៉ាហាំបានធ្វើអ្វីក៏បានយកសាច់ចៀមចំនួន7ហើយបានឲ្យអាបេម៉ាលិកហើយអាបេម៉ាលិកបានសួរថាតើនេះជាអ្វីនេះគឺជាសេចក្តីសញ្ញាដែលបានស្បត់នៅចំពោះអ្នកថាយើងនឹងក្លាយជាមិត្តល្អវាជាសន្ធិសញ្ញាដូច្នេះលេខ7អ្នកដឹងទេនៅក្នុងព្រះគម្ពីរមានន័យថាការបញ្ចប់ភាពល្អឥតខ្ចោះប៉ុន្តែនៅក្នុងវប្បធម៌ហេប្រឺក៏មានអត្ថន័យសម្បត្តិផងដែរដូច្នេះបៀសេបាអាចមានន័យថាអណ្ដូង7ប៉ុន្តែខ្ញុំគិតថាវាមានអត្ថន័យជាងនេះទៅទៀតគឺជាអណ្ដូងនៃសម្បត្តិនេះគឺជាកន្លែងដែលលោកអាប់រ៉ាហាំបានស្បត់ជាមួយនឹងអាបេម៉ាលិកហើយមានទំនាក់ទំនងល្អជាមួយគ្នាអ្វីដែលអស្ចារ្យបំផុតពីលោកអាប់រ៉ាហាំគឺគាត់បានមិនត្រឹមតែមានសេចក្តីជំនឿយ៉ាងខ្លាំងទៅលើព្រះអង្គប៉ុណ្ណោះទេប៉ុន្តែគាត់បានគោរពយ៉ាងខ្លាំងចំពោះសហគមន៍ហើយនោះគឺជាមូលហេតុដែលគាត់ជាបុរសដ៏គំរូនៃសេចក្តីជំនឿដល់ពេលដែលអាបេម៉ាលិកបានមករកលោកអាប់រ៉ាហាំតើគាត់បាននិយាយអ្វីប្រសិនបើអ្នកក្រឡេកមើលនៅក្នុងលោកុបាតជំពូកទី21ខ22ដល់23អាបេម៉ាលិកគឺជាស្ដេចនៃក្រុងកេរ៉ាគាត់ជាស្ដេចនៃប្រជាជាតិមួយដូច្នេះគាត់គឺជាមនុស្សមានអំណាចតែមែនទេប៉ុន្តែគាត់មករកលោកអាប់រ៉ាហាំហើយនិយាយបែបនេះនៅក្នុងខទី22នៅពេលវេលានោះអាបេម៉ាលិកនិងភីកលជាមេតបទ្រង់ក៏មកនិយាយនឹងអាប់រ៉ាហាំថាព្រះទ្រង់គង់ជាមួយនឹងអ្នកក្នុងគ្រប់ការដែលអ្នកធ្វើដូច្នេះសូមឲ្យអ្នកស្បត់នឹងព្រះឲ្យខ្ញុំនៅទីនេះឥឡូវថាអ្នកនឹងមិនប្រព្រឹត្តចំពោះខ្ញុំឬកូនចៅខ្ញុំតរៀងទៅដោយសេចក្តីពុតផុលឡើយសូមប្រព្រឹត្តនឹងខ្ញុំហើយស្រុកដែលអ្នកបានសំណាក់នៅនេះដោយសេចក្តីសប្បុរសដូចជាខ្ញុំបានប្រព្រឹត្តនឹងអ្នកដែរស្ដេចនៃប្រជាជាតិមួយកំពុងមករកមនុស្សម្នាក់គ្រាន់តែជាបុរសធម្មតាម្នាក់គឺលោកអាប់រ៉ាហាំហើយគាត់កំពុងតែថាគាត់ថាអូអ្នកពិតជាជោគជ័យណាស់ព្រះអង្គទ្រង់បានប្រទានពរដល់អ្នកនៅគ្រប់កិច្ចការដែលអ្នកធ្វើតាមមែនទេដូច្នេះនេះជារបៀបដែលលោកអាប់រ៉ាហាំត្រូវបានគេគោរពនៅក្នុងសហគមន៍ដូច្នេះនេះជាអ្វីដែលព្រះអង្គទ្រង់ចង់ឃើញនៅក្នុងកូនចៅរបស់គាត់ជាការប៉ុណ្ណារឿងសំខាន់បំផុតគឺសេចក្តីជំនឿតើត្រូវមានជំនឿយ៉ាងរឹងមាំចំពោះព្រះអង្គប៉ុន្តែបន្ទាប់ពីនោះព្រះអង្គទ្រង់ឲ្យកូនចៅរបស់ទ្រង់ទទួលបានការគោរពយ៉ាងល្អនៅក្នុងសហគមន៍ដែលពួកគេកំពុងតែរស់នៅ
ដូច្នេះតាមរយៈជីវិតរបស់ពួកគេនិងតាមរយៈភាពជោគជ័យរបស់ពួកគេព្រះអង្គទ្រង់នឹងត្រូវបានលើកដំកើងអាមែនដែលមាននរណាម្នាក់សួរថាតើអាកំបាំងកន្លឹះនៃភាពជោគជ័យរបស់អ្នកគឺជាអ្វីខ្ញុំជឿថាលោកអាប់រ៉ាហាំនឹងនិយាយថាគឺជាព្រះរបស់ខ្ញុំដែលបាននៅជាមួយនឹងខ្ញុំពេញមួយជីវិតរបស់ខ្ញុំតែមែនទេហើយនោះគឺជាភាសាសារភាពដែលយើងត្រូវធ្វើពេលមាននរណាម្នាក់សួរយើងថាតើកន្លឹះនៃភាពជោគជ័យរបស់អ្នកជាអ្វីយើងអាចនិយាយបានថាគឺដោយសារតែព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទរបស់ខ្ញុំបាននៅជាមួយនឹងខ្ញុំហើយបានប្រទានពរដល់ខ្ញុំតែមែនទេនេះជារបៀបដែលព្រះអង្គទ្រង់ចង់ត្រូវបានគេលើកដំកើងដូច្នេះបំណងប្រាថ្នារបស់ព្រះអង្គគឺសម្រាប់អ្នកខ្លាំងពូកែដែលមានអំណាចនិងអ្នកប្រាជ្ញនៃពិភពលោកនេះត្រូវបានបង្ហាញថាខុសតាមរយៈអ្នកទន់ខ្សោយនិងអ្នកទន់ខ្សោយនៃមនុស្សល្ងងខ្លៅនៃពិភពលោកនេះដែលជាគុណចៅរបស់ទ្រង់ដូច្នេះយើងកំពុងនិយាយថាយើងល្ងងដឹងថាអ្វីដែលយើងកំពុងនិយាយគឺយើងល្ងងនៅក្នុងក្រសែភ្នែករបស់ពិភពលោកពួកគេកំពុងគិតថាហើយបានជាពួកគេខ្ជិះខ្ជាយពេលវេលារបស់ពួកគេនៅថ្ងៃអាទិត្យទៅព្រះវិហារពួកគេថ្វាយប្រាក់ជារង្វាយពួកគេបំរើហើយបានជាពួកគេធ្វើរឿងទាំងអស់នេះពួកគេល្ងងហើយតើយើងពិតជាខ្សោយមែនឬប្រហែលជាមិនមែនទេប៉ុន្តែចំពោះភ្នែករបស់ពិភពលោកយើងខ្សោយពីព្រោះទស្សនវិជ្ជានិងជំនឿរបស់យើងគឺថាយើងមិនចង់ប្រយុទ្ធយើងចង់បានសន្តិភាពហើយយើងស្រឡាញ់គ្នាទៅវិញទៅមកយើងចង់ចូលរួមចំពោះគ្នាទៅវិញទៅមកនោះអាចហាក់ដូចជាខ្សោយចំពោះមនុស្សដទៃទៀតនៅក្នុងពិភពលោកដូច្នេះព្រះអង្គទ្រង់នឹងប្រើយើងដែលជាគុណចៅរបស់ទ្រង់ជាអ្នកទន់ខ្សោយនិងជាអ្នកល្ងងខ្លៅក្នុងក្រសែភ្នែករបស់ពិភពលោកនេះនឹងតាមរយៈយើងដូច្នេះជួយយើងទាំងអស់គ្នាបើកតែ1កូរិនថូស 1:26 ដល់ 29 1កូរិនថូសចំពុក1ខ26ដល់29ចែងថាអរបងប្អូនរាល់គ្នាអើយអ្នករាល់គ្នាឃើញថាក្នុងពួកអ្នកដែលទ្រង់បានហៅមិនសូវមានអ្នកប្រាជ្ញច្រើនខាងសាជាឬច្រើនអ្នកមានអំណាចនិងច្រើនអ្នកដែលមានតកោខ្ពស់នោះទេព្រះទ្រង់បានរើសពួកល្ងងល្ងើនៅក្នុងលោកីនេះដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាស់វិញទ្រង់បានរើសពួកកំសោយនៅលោកីនេះដើម្បីធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស់ហើយទ្រង់បានរើសអ្នកទៀបថោកនៅលោកីនេះនិងពួកអ្នកដែលគេមើលងាយព្រមទាំងរបស់ដែលគ្មានផងដើម្បីនឹងលើកចោលរបស់យើងមានពេញប្រយោជន៍កុំឲ្យមនុស្សណាអ៊ុតខ្លួននៅចំពោះព្រះឡើយដូច្នេះអ្នកឃើញទេថាព្រះអង្គទ្រង់បានជ្រើសរើសយើងហាក់បីដូចជាយើងល្ងងខ្លៅហើយខ្សោយក្នុងលោកីនេះដើម្បីឲ្យតាមរយៈយើងព្រះអង្គទ្រង់អាចធ្វើឲ្យយើងធ្វើឲ្យអ្វីដែលមានក្នុងលោកីនេះទៅជាអាសាអត្តការដើម្បីឲ្យទ្រង់អាចបញ្ជាក់បានថាអ្នកខ្លាំងពូកែនិងអ្នកមានអំណាចនិងអ្នកប្រាជ្ញអ្នកមានប្រាជ្ញានៅលោកីនេះវាជាខុសឆ្គងដើម្បីឲ្យតាមរយៈយើងទ្រង់អាចទទួលបានសេរីល្អពេញលេញនៅពេលដែលព្រះអង្គទ្រង់ប្រើមនុស្សខ្លាំងពូកែមនុស្សមានប្រាជ្ញាពួកគេមិនថ្វាយសេរីល្អពេញលេញដល់ព្រះទេពីព្រោះពួកគេលើកដំកើងខ្លួនឯងអូវាគឺដោយសារតែខ្ញុំខ្លាំងពូកែនិងមានប្រាជ្ញាដែលខ្ញុំអាចធ្វើបែបនេះបានប៉ុន្តែតាមរយៈយើងទ្រង់ទទួលបានសេរីល្អពេញលេញហើយនោះគឺជាប្រភេទជីវិតដែលលោកអាប់រ៉ាហាំបានរស់នៅលោកអាប់រ៉ាហាំត្រូវបានគេគោរពយ៉ាងខ្លាំងនៅក្នុងសហគមន៍របស់គាត់ដូច្នេះអាប់រ៉ាហាំដែលបានទិញទឹកដីវាស៊ីបានៅថ្ងៃនេះគឺដោយធ្វើសម្បត្តិជាមួយនឹងអាប៊ឺម៉ាលិកហើយហេតុបានជាគាត់ទិញដីមួយកន្លែងឈ្មោះថាវាស៊ីបានេះវាដោយសារតែមានអណ្ដូងទឹកនៅទីនោះជាស្ដេចអណ្ដូងទឹកមានសារៈសំខាន់នៅក្នុងតំបន់ចិត្តបុព្វបុរាណមែនទេប្រសិនបើអ្នកមិនមានទឹកទេអ្នកនឹងស្លាប់ប៉ុន្តែគាត់ក៏បានទិញដីមួយកន្លែងនោះដើម្បីធ្វើឲ្យមានជាកន្លែងឈរជើងនៅស្រុកកាណានតែមែនទេដោយសារតែព្រះអង្គទ្រង់បានស្បត់ជាមួយអាប់រ៉ាហាំថាអ្នកនិងកូនចៅរបស់អ្នកនឹងកាន់កាប់ទឹកដីនេះតែមែនទេប៉ុន្តែគាត់មិនមានដីនៅក្នុងស្រុកកាណានទេដូច្នេះនោះគឺជាការងារដ៏សំខាន់មួយដែលលោកអាប់រ៉ាហាំបានធ្វើដូច្នេះតើមេរៀនអ្វីដែលយើងទៅរៀនពីជីវិតរបស់យើងនៅទីនេះនៅបៀស៊ីបានិងអណ្ដូងទឹកមែនទេហើយមូលហេតុវាបានគិតជ្រើសរើសដីមួយកន្លែងនេះដោយសារតែមានអណ្ដូងទឹកនៅទីនេះមានទឹកនៅទីនេះនៅតំបន់ចិត្តបុព្វបុរាណគឺជាប្រភពនៃជីវិតទឹកគឺជាប្រភពនៃជីវិតដូច្នេះដើម្បីរស់នៅទីនេះ
គាត់ត្រូវការទឹកមែនទេហើយគាត់បានទិញដីមួយកន្លែងនេះដូច្នេះតើប្រភពនៃជីវិតសម្រាប់យើងសប្តាហ៍នេះជាអ្វីជាការពិតណាស់យើងត្រូវការទឹកដើម្បីរស់នៅប៉ុន្តែជាក់ស្ដែងឥឡូវនេះមានទឹកគ្រប់ទីកន្លែងមែនទេហើយយើងមិនចាំបាច់ព្រួយបារម្ភអំពីការស្វែងរកទឹកតាមរយៈអណ្ដូងទឹកទៀតនោះទេដូច្នេះនេះប្រភពនៃជីវិតរបស់យើងគឺជាអ្វីនៅក្នុងឆ្នាំ2018តើវាជាទ្រព្យសម្បត្តិតើមែនទេព្រះគម្ពីរចែងថាចូលយើងបើកទៅលូកា12ខ15ខ្ញុំនឹងអានសម្រាប់អ្នកលូកា12:15ចែងថារួចទ្រង់មានព្រះបន្ទូលទៅគ្រប់គ្នាថាចូលប្រយ័ត្នហើយខំជៀសពីសេចក្តីលោភចេញត្បិតជីវិតនៃមនុស្សមិនសាច់នឹងបានទ្រព្យសម្បត្តិជាបរិបូរណ៍ទេទោះបីជាអ្នកមានលុយច្រើនក៏ដោយវាមិនសំខាន់នោះទេជីវិតមិនមែនគ្រាន់តែនិយាយអំពីទ្រព្យសម្បត្តិនោះទេដូច្នេះទ្រព្យសម្បត្តិលុយកាក់មិនអាចជាប្រភពនៃជីវិតរបស់យើងបានទេវាក៏មិនមែនជាការញ៉ាំនិងការផឹកដែរមនុស្សគ្រាន់តែគិតថាយើងត្រូវញ៉ាំនិងផឹកទឹកដើម្បីរស់ដូច្នេះនោះគឺជារឿងសំខាន់បំផុតក្នុងជីវិតប៉ុន្តែតើព្រះយេស៊ូវមាន5ទូអ្វីខ្លះនៅក្នុងម៉ាថាយចំពុក4ខ4តែទ្រង់មាន5ទូតបថាមានសេចក្តីចែងទុកមកដូច្នេះមនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេគឺរស់ដោយសារគ្រប់ទាំង5បន្ទូលដែលចេញពីព្រះអស់ព្រះមកដែរអាមែនដូច្នេះប្រភពនៃជីវិតរបស់យើងគឺជា5ទូលរបស់ព្រះអង្គនោះគឺជារឿងសំខាន់បំផុតដែលត្រូវការនៅក្នុងជីវិតរបស់យើងបន្ទាប់ពីនោះរឿងផ្សេងទៀតទាំងអស់នឹងកើតចេញពីនោះបន្ទាប់មកយើងអាចនិយាយអំពីការញ៉ាំការផឹកនិងទ្រព្យសម្បត្តិប៉ុន្តែនៅក្នុងកម្រិតមូលដ្ឋានបំផុតវាគឺជា5ទូលរបស់ព្រះអង្គប៉ុន្តែហេតុអ្វីបានជាអណ្ដូងទឹកមានសារៈសំខាន់ខ្លាំងម្ល៉េះនៅក្នុងតំបន់ចិត្តបុព្វាបុរាណអណ្ដូងទឹកគឺជាកន្លែងជួបជុំគ្នាហើយតើអ្នកដឹងទេថាភាសាអង់គ្លេសដែលយើងបាននិយាយអំពីម៉ាស៊ីនត្រជាក់ទឹកនៅក្នុងការិយាល័យមនុស្សតែងតែជួបជុំគ្នានៅក្បែរម៉ាស៊ីនត្រជាក់ទឹកតែមែនទេដើម្បីយកទឹកខ្លះហើយឬក៏សម្រាប់ហើយនិយាយគ្នាវាគ្រាន់តែដូចនេះឯងអណ្ដូងទឹកនៅក្នុងសម័យបុរាណបានក្លាយជាកន្លែងដែលជួបជុំគ្នាពីព្រោះមនុស្សត្រូវចេញមកដងទឹកហើយពួកគេរត់ជួបជុំគ្នាហើយនិយាយថាសួស្តីមានរឿងអ្វីកើតឡើងដូច្នេះវាជាកន្លែងជួបជុំដោយធម្មជាតិសូម្បីតែក្នុងព្រះគម្ពីរនិងជាពិសេសនៅក្នុងអណ្ដូងទឹកតើអ្នកនឹងថាតើមានអ្វីកើតឡើងនោះគឺជាកន្លែងបុរសនិងស្ត្រីបានជួបជុំគ្នាហើយរៀបការឧទាហរណ៍លោកអាប់រ៉ាហាំបានបញ្ជូនអ្នកបម្រើរបស់គាត់ឈ្មោះអេលីសាមកពីក្រុងដាម៉ាស់ឲ្យទៅរកប្រពន្ធឲ្យកូនប្រុសរបស់គាត់ឈ្មោះអ៊ីសាក់តែមែនទេដូច្នេះគាត់បានត្រឡប់ទៅស្រុកកំណើតរបស់លោកអាប់រ៉ាហាំវិញនៅក្នុងហារ៉ាន់តើគាត់បានធ្វើអ្វីគាត់បានអង្គុយនៅមាត់អណ្ដូងទឹកមួយហើយគាត់បានអធិដ្ឋានដល់ព្រះហើយបន្ទាប់មកមានមនុស្សបន្ទាប់ដែលមកគឺនាងរ៉េបេកាដូច្នេះគាត់បានជួបរ៉េបេកានៅមាត់អណ្ដូងហើយអ៊ីសាក់និងរ៉េបេកាបានរៀបការតើយ៉ាងណាទៀតយ៉ាកុបបានជួបរ៉ាជែលនៅទីនោះតែមែនទេនៅមាត់អណ្ដូងមួយហើយយ៉ាកុបបានរត់ចេញពីស្រុកកំណើតរបស់គាត់ព្រោះគាត់បានយកសិទ្ធិកូនច្បងពីអេសាវបងប្រុសរបស់គាត់តែមែនទេតើគាត់រត់ទៅណាគាត់បានត្រឡប់ទៅស្រុកបាដានអេរីមស្រុកកំណើតរបស់គាត់វិញជាកន្លែងដែលពូរបស់គាត់រស់នៅម្ដងទៀតគាត់បានអង្គុយនៅមាត់អណ្ដូងគាត់គ្រាន់តែព្យាយាមជួបមនុស្សមួយចំនួនខ្ញុំគិតថាហើយគាត់បានឃើញរ៉ាជែលនៅទីនោះហើយលងស្នេហ៍តែមែនទេលោកកបាត់ចំពុកទី2សូមអភ័យទោសលោកកបាត់29ខ2ដល់ខ9ម៉ូសេក៏បានជួបប្រពន្ធរបស់គាត់នៅទីនោះដែរតើប្រពន្ធរបស់ម៉ូសេឈ្មោះអ្វីសេផូរ៉ាហើយពេលគាត់រត់ចេញព្រោះថាចាំថាគាត់បានសម្លាប់ជនជាតិអេស៊ីបម្នាក់ដូច្នេះគាត់ទៅរត់ចេញហើយគាត់ត្រូវបានទៅស្រុកម៉ាឌីនតើកន្លែងដំបូងដែលគាត់បានទៅនៅឯណាអណ្ដូងមួយព្រោះមនុស្សគ្រប់គ្នាបានប្រមូលជួបជុំគ្នាទីនោះហើយគាត់បានជួបប្រពន្ធគាត់នៅទីនោះនៅក្នុងនិខាម៉ាណាំងចំពុក2ខ15ដល់21ហើយទីបំផុតព្រះយេស៊ូវគឺជាព្រះយេស៊ូវមិនដែលបានរៀបការនោះទេប៉ុន្តែគាត់បានជួបស្ត្រីនៅស្រុកសាមារីក្នុងដងទឹកនៅក្នុងស៊ីកានៅក្នុងយូហានចំពុកទី4តែមែនទេព្រះយេស៊ូវកំពុងអង្គុយនៅក្នុងដងស្ត្រីនោះបានមកដងទឹកហើយព្រះយេស៊ូវបានមានបន្ទូលទៅកាន់ស្ត្រីនោះទ្រង់មានបន្ទូលថាតើអ្នកអាចឲ្យទឹកខ្ញុំខ្លះផឹកបានទេហើយស្ត្រីនោះបានភ្ញាក់
ផ្អើលខ្លាំងហេតុអ្វីដោយសារតែព្រះយេស៊ូវជាជនជាតិយូដាហើយនាងជាសាសសាមារីនៅពេលនោះជនជាតិយូដាស្អប់សាសសាមារីពួកគេមើលងាយពួកគ្នាហើយពួកគេមិនបានប្រព្រឹត្តចំពោះពួកគេដូចជាមនុស្សធម្មតានោះទេដូច្នេះពួកគេបាននិយាយជាពួកគេមិននិយាយជាមួយគ្នានោះទេប៉ុន្តែព្រះយេស៊ូវបានមានបន្ទូលទៅកាន់ស្ត្រីនោះដូច្នេះនាងដូចជាហើយបានជាអ្នកជាជនជាតិយូដាដែលកំពុងតែនិយាយជាមួយនឹងខ្ញុំហើយអ្នកកំពុងតែសុំឲ្យខ្ញុំដងទឹកខ្លះទៀតហើយព្រះយេស៊ូវមានប្រំទូលទៅថាអ្នកដឹងទេទឹកដែលអ្នកនឹងឲ្យខ្ញុំនោះមិនមែនជាទឹកពិតទេនោះនឹងធ្វើឲ្យខ្ញុំស្រេកម្ដងទៀតប៉ុន្តែទឹកដែលខ្ញុំឲ្យអ្នកនឹងមិនធ្វើឲ្យអ្នកស្រេកទៀតឡើយអ្នកនឹងមានទឹករស់ជារៀងរហូតហើយនេះនិយាយថាអ្នកគ្មានអ្វីទៅដួសទឹកនោះទេហើយគាត់បានសួរនឹងចាប់តាមការសន្ទនានេះដូច្នេះការសន្ទនាបានបញ្ចប់ទៅដោយព្រះយេស៊ូវប្រាប់នាងថាទ្រង់ជាព្រះមេស៊ីដែលបានកើតឡើងនៅក្នុងអណ្ដូងទឹកយ៉ាងដូចនេះអ្នកឃើញទេអណ្ដូងទឹកមានសារៈសំខាន់ចំពោះនៅក្នុងព្រះគម្ពីរមិនត្រឹមតែវាសំខាន់នៅកន្លែងដែលបរិសុទ្ធនិងស្ត្រីបានជួបជុំគ្នាប៉ុណ្ណោះប៉ុន្តែព្រះអង្គទ្រង់បានបង្ហាញរូបអង្គទ្រង់នៅអណ្ដូងទឹកផងដែរនៅពេលដែលនាងហាកានិងកូនប្រុសរបស់នាងឈ្មោះអ៊ីស្ម៉ាអែលត្រូវបានបណ្ដេញចេញពីស្រុកនៅក្នុងលោកុបាតចំពុកទី16នាងបានអង្គុយក្បែរអណ្ដូងទឹកហើយអធិដ្ឋានហើយព្រះទ្រង់បានមានបន្ទូលបង្ហាញព្រះអង្គទ្រង់ដល់នាងនៅក្នុងអណ្ដូងទឹកដូច្នេះចំណុចទី3គឺអណ្ដូងទឹកជាកន្លែងដែលព្រះអង្គទ្រង់បានបង្ហាញរូបអង្គទ្រង់ដោយដែលទ្រង់បានបង្ហាញដល់នាងរេបេកាប៉ុន្តែវិវរណៈគឺដ៏អស្ចារ្យបំផុតគឺអ្វីដែលយើងទើបនិយាយអំពីព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ដល់ស្ត្រីនោះស្ត្រីសាសសាមារីនៅក្នុងយូហាន 4:6-42 ហើយនៅទីនេះក៏មានអណ្ដូងយ៉ាកុបដូច្នេះព្រះយេស៊ូវទ្រង់អស់កម្លាំងដល់យើងមកហើយគង់នៅកន្លែងមាត់អណ្ដូងនោះប្រហែលជាថ្ងៃត្រង់ហើយវាប្រហែលជាថ្ងៃត្រង់ហើយមែនទេហើយបន្ទាប់មកស្ត្រីនោះបានមកហើយទ្រង់បានចាប់ផ្ដើមនិយាយជាមួយនឹងនាងការសន្យារបស់គាត់បានកាន់តែស៊ីជម្រៅប្រសិនបើអ្នកក្រឡេកមើលពីរបៀបដែលស្ត្រីនោះប្រតិកម្មចំពោះអង្គព្រះយេស៊ូវដំបូងនាងនិយាយថាខ្ញុំអ្នកជាជនជាតិយូដាហើយបានជាអ្នកនិយាយជាមួយនឹងខ្ញុំមែនទេដូច្នេះនាងមើលឃើញគាត់ដូចជាបុរសជនជាតិយូដាជាធម្មតាម្នាក់ហើយបន្ទាប់មកមួយសន្ទុះមកក្រោយមកគាត់ក៏បង្ហើបរឿងអំពីនាងបានទទួលសួរថាដូច្នេះគាត់បានប្រាប់នាងថាខ្ញុំអាចឲ្យទឹករស់នេះដល់អ្នកហើយប្រសិនបើអ្នកផឹកវាអ្នកនឹងមិនស្រេកទៀតឡើយដូច្នេះនាងនិយាយថាយល់ព្រមខ្ញុំចង់ឲ្យអ្នកវាមកខ្ញុំតើព្រះយេស៊ូវមានប្រាំទូលថាទ្រង់មានប្រាំទូលចូលនាំប្តីរបស់អ្នកមកនេះជារឿងចម្លែកដែលត្រូវនិយាយត្រូវហើយហើយបានជាអ្នកនិយាយបែបនេះហើយនាងនិយាយថាខ្ញុំមិនមានប្តីទេហើយតើព្រះយេស៊ូវមានប្រាំថាអូបាទអ្នកនិយាយត្រូវពីព្រោះបរិសុទ្ធដែលអ្នកនៅជាមួយឥឡូវនេះគាត់មិនមែនជាប្តីរបស់អ្នកទេ5ដែលអ្នកមានប្តី5ពីមុនមកតើមិនមែនជាប្តីរបស់អ្នកដែរឬហើយបន្ទាប់មកគាត់មានការភ្ញាក់ផ្អើលរងចាំមួយផ្លេតតើអាកំបាំងរបស់ខ្ញុំតើគាត់ដឹងអាកំបាំងខ្ញុំដល់របៀបណាអាកំបាំងដ៏ខ្មៅងងឹតបំផុតរបស់ខ្ញុំដែលខ្ញុំលាក់បាំងពីមនុស្សគ្រប់គ្នាហើយបន្ទាប់មកនាងមានប្រតិកម្មយ៉ាងខ្លាំងចំពោះអ្វីដែលទ្រង់បានមានបន្ទូលអូខ្ញុំគិតថាអ្នកគឺជាហោរាដូច្នេះគ្រាន់តែជាបរិសុទ្ធជនជាតិយូដាម្នាក់ឥឡូវនេះគាត់ជាហោរាហើយបន្ទាប់មកគាត់ត្រូវបានប្រាប់នាងទៅកាន់ហើយគាត់បានប្រកាសប្រាប់ពីទ្រង់ជាច្រើននាងព្រួយបារម្ភពីកន្លែងដែលត្រឹមត្រូវដើម្បីថ្វាយបង្គំពីព្រោះនៅពេលនោះជនជាតិសាសមារីបានថ្វាយបង្គំនៅភ្នំកេរីស៊ីមជាជនជាតិយូដាបានថ្វាយបង្គំនៅក្រុងយេរូសាឡិមពួកគេទាំងពីរអាងថាពួកគេមានការគោរពបូជាពិតផ្ដាច់មុខរបស់ព្រះដូច្នេះនាងកំពុងសួរថាជនជាតិយូដានិយាយថាអ្នកត្រូវតែថ្វាយបង្គំនៅក្រុងយេរូសាឡិមហើយយើងដូនតាយើងមកថ្វាយបង្គំនៅលើភ្នំនេះប៉ុន្តែអ្វីជារឿងដែលត្រឹមត្រូវព្រះអង្គទ្រង់មានប្រតិថាមិនសំដៅត្រង់ថាអ្នកថ្វាយបង្គំនៅទីណាទេអ្វីដែលសំខាន់គឺថាតើអ្នកថ្វាយបង្គំដោយវិញ្ញាណនិងដោយសេចក្តីពិតឬអត់រឿងនេះធ្វើឲ្យនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបរិសុទ្ធនេះពិតជាមនុស្សជ្រៅជ្រះដូច្នេះនាងដូចជាបានឮថានៅពេលដែលព្រះមេស៊ីយាងមកទ្រង់នឹងបង្ហាញអ្វីៗទាំងអស់ហើយតើព្រះយេស៊ូវមានប្រំទូលអ្វីខ្លះនេះជាលើកដំបូងនៅក្នុងព្រះគម្ពីរដែលព្រះអង្គទ្រង់បានបង្ហាញខ្លួនអង្គដោយបើកចំហចំពោះមនុស្សម្នាក់ជាដំបូងទ្រង់បានធ្វើបែបនេះចំពោះស្ត្រីសាសមារីយូហានចំពុក4ខ25ស្ត្រីនោះទូលថាខ្ញុំដឹងហើយថាព្រះមេស៊ីដែលហៅថាព្រះគ្រីស្ទ
ទ្រង់នឹងយាងមកកាលណាមកហើយនោះទ្រង់នឹងប្រាប់យើងឲ្យដឹងគ្រប់ទាំងអស់ព្រះអង្គទ្រង់មានប្រាំទូលទៅកាន់នាងថាខ្ញុំជាអ្នកដែលកំពុងទៅនិយាយជាមួយអ្នកហើយនោះគឺជាលើកដំបូងដែលព្រះស៊ូបានឆ្លើយបែបនេះចងចាំថានៅពេលដែលព្រះស៊ូបានព្យាបាលទ្រង់បានប្រាប់ថាកុំប្រាប់អ្នកណាថាខ្ញុំបានមកធ្វើបែបនេះចំពោះអ្នកទ្រង់ក៏លាក់ខ្លួនគ្រប់ពេលវេលាប៉ុន្តែនេះជាលើកដំបូងដែលព្រះអង្គបានបង្ហាញខ្លួនអង្គទ្រង់ដោយបង្បើកចំហចំពោះព្រះនេះហើយវាពិតគឺស្ត្រីម្នាក់នេះដែលជាមនុស្សមើងងាយគឺជាសេសាសាមារីហើយទៅមកនាងមានប្រតិកម្មយ៉ាងខ្លាំងនាងបានធ្វើអ្វីនៅក្នុងខ28បានចែងថាស្ត្រីនោះនាងទុកអមចោលក៏ចូលទៅក្នុងក្រុងដំណើរប្រាប់គេថាចូលមកមើលមនុស្សម្នាក់នេះដែលប្រាប់ខ្ញុំពីគ្រប់ទាំងអំពើទាំងអស់ដែលខ្ញុំបានប្រព្រឹត្តតើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬអីមែនទេភ្លាមនោះនាងក៏បានទម្លាក់អមចោលហើយចូលទៅក្នុងស្រុកសាមារីហើយចាប់ផ្ដើមផ្សាយនឹងល្អខ្ញុំបានជួបព្រះយេស៊ូវខ្ញុំទ្រង់បានប្រាប់ខ្ញុំអំពីអតីតកាលរបស់ខ្ញុំទាំងអស់ទាំងដែលខ្ញុំមិនបានប្រាប់ទ្រង់ផងទ្រង់ជ្រាបអាកំបាំងទាំងអស់របស់ខ្ញុំហើយដោយសារតែនាងប្រសិនបើអ្នកចូលទៅកាន់ខទី39នៅក្រុងនោះក៏មានសាមារីជាច្រើនបានជឿដល់ទ្រង់ដោយព្រោះបានលឺជឿដល់ដោយព្រោះបានលឺទ្រង់ផ្ទាល់ខ្លួនយើងវិញយើងនឹងថាព្រះទ្រង់ជាព្រះគ្រីស្ទជាព្រះដ៏ជួយសង្គ្រោះដល់មនុស្សលោកពិតប្រាកដមែនហើយចុះនេះជាដំណើររឿងផ្សាយល្អសាសនាដ៏ល្អឥតខ្ចោះនាងបានជួបព្រះយេស៊ូវទ្រង់បានបង្ហាញអង្គទ្រង់ដល់នាងភ្លាមនាងបានចេញទៅថ្លែងពីទីបន្ទាល់ថាខ្ញុំបានជួបព្រះគ្រីស្ទទ្រង់បានប្រាប់ខ្ញុំគ្រប់យ៉ាងអំពីប្រវត្តិរបស់ខ្ញុំហើយដោយសារតែព្រះបន្ទូលរបស់នាងមនុស្សបានមកហើយពួកគេបានលឺដោយសារទ្រង់ហើយពួកគេបានសារភាពមិនមែនដោយសារតែអ្នកទេដែលជឿទៀតយើងបានលឺប្រាំទូលរបស់ទ្រង់យើងដឹងថានេះជាការពិតទ្រង់គឺជាព្រះដូច្នេះនេះជាអ្វីដែលត្រូវបានកាត់ឡើងប្រសិនបើយើងទទួលប្រាំទូលយើងចេញទៅចែកចាយជាមួយនឹងមនុស្សនៅជុំវិញយើងគ្រាន់តែមកស្ដាប់គ្រាន់តែមកមើលហើយនៅពេលដែលគេឮសង្ឃឹមថាព្រះគ្រីស្ទទ្រង់នឹងបើកទៅជារបស់ពួកគេហើយពួកគេនឹងបានសារភាពដូចជាមនុស្សទាំងអស់នេះហើយនិយាយថាឥឡូវនេះយើងជឿលើព្រះយេស៊ូវគ្រីស្ទគ្រូវាខ្លះបានបង្ហាញរឿងនេះនៅពេលដែលពួកគេមកញ៉ាំពីហ្សាហើយដើម្បីហើយនៅពេលដែលប្រាំទូលនៅពេលដែលឮប្រាំទូលមែនទេទោះបីជាអ្វីក៏ដោយពួកគេត្រូវបានមកមុនហើយឮប្រាំទូលហើយពួកគេបានឮប្រាំទូលវាអាស្រ័យទៅលើព្រះអង្គការងាររបស់យើងគ្រាន់តែនាំពួកគេមកទីនេះដូច្នេះខ្ញុំសង្ឃឹមថាអ្នកនឹងដូចជាស្ត្រីសាមារីដែរចូលយើងគ្រាន់តែបានបោះបង់ចោលអ្វីដែលយើងកំពុងធ្វើចូលយើងចេញទៅផ្សាយនឹងល្អដើម្បីឲ្យព្រះគ្រីស្ទត្រូវបានបង្ហាញដល់មនុស្សជាច្រើនទៀតអាមែនដូច្នេះព្រះអង្គទ្រង់បានមានបន្ទូលបង្ហាញខ្លួនអង្គទ្រង់នៅអណ្ដូងទឹកប៉ុន្តែអ្វីដែលសំខាន់នៅក្នុងយូហាន 4:14 នេះជាអ្វីដែលទ្រង់មានប្រាំទូលតែអ្នកណាដែលផឹកទឹកខ្ញុំឲ្យនោះមិនត្រូវសេចទៀតឡើយហើយទឹកដែលខ្ញុំឲ្យនឹងត្រឡប់ទៅជារន្ធទឹករស់នៅក្នុងអ្នកនោះហើយផុសឡើងទៅដល់បានជីវិតអស់កលជានិច្ចនេះគឺជាផ្នែកសំខាន់មិនត្រឹមតែយើងត្រូវការផឹកទឹកអណ្ដូងដែលព្រះអង្គទ្រង់បានប្រទានឲ្យយើងទេយើងត្រូវទទួលព្រះបន្ទូលរបស់ទ្រង់ដើម្បីឲ្យយើងមានអណ្ដូងទឹកនៅក្នុងខ្លួនយើងអណ្ដូងទឹកដ៏នៅអស់កលជានិច្ចដែលមិនរីងស្ងួតឡើយនោះហើយគឺជាមូលហេតុដែលយើងត្រូវបានប្រមូលផ្ដុំគ្នានៅទីនេះហើយនោះហើយអ្វីដែលយើងត្រូវការដើម្បីឲ្យបានអណ្ដូងទឹកមិនចេះរីងស្ងួតអណ្ដូងទឹកនឹងផុសឡើងនៅក្នុងចិត្តរបស់យើងជានិច្ចយូហាន 7:38 យូហានចំពុក 7 ខ 38 ចែងថាអ្នកណាដែលជឿដល់ខ្ញុំនោះនឹងមានទឹកទន្លេរស់ហូរចេញពីខ្លួនអ្នកនោះមកដូចជាព្រះគម្ពីរបានសម្ដែងហើយអាមែនតាមមែនទេនោះហើយជាអ្វីដែលយើងចង់ទទួលនោះគឺជាគោលបំណងរបស់យើងនៅក្នុងជីវិតនៃសេចក្តីជំនឿរបស់យើងវាមិនមែនតែងតែចង់ដើរលេងនោះទេហាតើខ្ញុំអាចរត់ទឹកបានទេតើអ្នកអាចឲ្យខ្ញុំរត់ទឹកបានទេខ្ញុំស្រេកទឹកបានយើងចង់ខ្លាចជាមនុស្សដែលមានជីវិតល្អនៅក្នុងខ្លួនយើងដើម្បីឲ្យយើងអាចនិយាយថាតើអ្នកត្រូវការទឹកទេខ្ញុំមានទឹកសម្រាប់អ្នកតើអ្នកចង់បានទឹកទេប្រសិនបើមានមនុស្សដែលស្រេកទឹកហើយធ្វើដំណើរត្រូវតែចែករំលែកទឹកនេះជាមួយគ្នានៅក្នុងជីវិតរបស់យើងព្រះអង្គចង់ឲ្យយើងមានភាពចាស់ទុំនៅក្នុងសេចក្តីជំនឿរបស់យើងដើម្បីឲ្យមិនត្រឹមតែបញ្ហារបស់យើងត្រូវបានដោះស្រាយតែប៉ុណ្ណោះទេប៉ុន្តែយើងត្រូវអាចលួងលោមអ្នកដទៃដែលកំពុងរងទុក្ខដូចជាយើងដែរយើងអាចផ្ដល់ឲ្យគេនៅការអធិដ្ឋាននិងម្លប់សម្រាប់
ទឹកសម្រាប់ផឹកឬក៏សម្រាប់ស្មាសម្រាប់យំជាអ្នកដែលអធិដ្ឋានដែលអាចអធិដ្ឋានសម្រាប់ពួកគេយើងត្រូវមានវានៅក្នុងខ្លួនយើងហើយយើងលេងជាក្មេងៗតូចទៀតហើយយើងតែងតែពឹងផ្អែកទៅលើអ្នកដទៃយើងតែខ្លាចទៅជាគ្រីស្ទបរិស័ទដែលមានភាពចាស់ទុំដែលអាចធ្វើបែបនេះបាននោះហើយជាអ្វីដែលព្រះយេស៊ូវទ្រង់បានប្រទានដល់យើងដើម្បីឲ្យទទួលវាបានយើងត្រូវឧស្សាហ៍ព្យាយាមក្នុងការដែលទទួលទឹកនេះដើម្បីយើងមានអណ្ដូងទឹកនៃជីវិតដ៏នៅអកលជានិច្ចបំផុតចេញពីខ្លួនយើងតើអ្វីតើធ្វើដូច្នេះតើយើងត្រូវជីកឲ្យជ្រៅពាក្យបេសេបាត្រូវជាភាសាហេប្រឺថាល្អត្រឹមត្រូវជាភាសាហេប្រឺពាក្យឫសគល់គឺបាវាជាកិរិយាសព្ទដែលមានន័យថាជីកដើម្បីឲ្យទទួលបានទឹកអណ្ដូងដែលត្រូវបានជីកហើយយើងត្រូវជីកឲ្យជ្រៅនៅក្នុងចោលយកថាចំពុក1ខ5ចែងថាម៉ូសេចាប់ផ្ដើមសម្ដែងបញ្យលពីបណ្ដាក្រឹត្យវិន័យនេះនៅក្នុងស្រុកម៉ូអាប់មែនទេពាក្យបញ្យលគឺបាដូច្នេះអ្វីដែលមានអត្ថន័យគឺគាត់បានជីកយ៉ាងជ្រៅទៅក្នុង5ទូលរបស់ព្រះអង្គហើយនាំវាចេញសម្រាប់ប្រជាជននោះហើយជាអ្វីដែលអណ្ដូងទឹកខាងវិញ្ញាណហើយយើងត្រូវជីកយ៉ាងជ្រៅនៅក្នុង5ទូលរបស់ព្រះអង្គយើងត្រូវជីកយ៉ាងជ្រៅដោយការអធិដ្ឋាននិងការសិក្សាដើម្បីឲ្យអណ្ដូងទឹករស់ហូរចេញពីដួងចិត្តរបស់យើងហើយយើងអាចចែករំលែកជាមួយនឹងមនុស្សជាច្រើនខ្លាយជាប្រពោលដល់អ្នកដទៃមិនត្រឹមតែទទួលបានទេតើយើងអាចទទួលបានខ្លះទេប៉ុន្តែចែករំលែកនឹងឲ្យតែមែនទេយើងត្រូវតែជីកឲ្យជ្រៅខ្លាយជាអណ្ដូងទឹកតែមែនទេដូច្នេះយើងជាអ្វីដែលលោកអាប់រ៉ាហាំបានធ្វើលោកបានជីកអណ្ដូងនោះហើយបានទិញដីមួយកន្លែងនេះដើម្បីឲ្យកូនចៅរបស់លោកបានផឹកវាហើយកាន់កាប់ទឹកដីនោះដើម្បីឲ្យយើងអាចបំពេញ5ទូលរបស់ព្រះអង្គមិនត្រឹមតែលោកអាប់រ៉ាហាំតែប៉ុណ្ណោះទេប៉ុន្តែលោកអ៊ីសាក់បានបន្តការងារនេះផងដែរហើយប្រសិនបើក្រឡេកមកនៅក្នុងលោកុបាទ26:18ចែងថាអ៊ីសាក់ស្ដារអណ្ដូងទឹកទាំងប្រមាណនោះហើយក៏បានជីកនៅជាន់លោកអាប់រ៉ាហាំជាឪពុករបស់គាត់ឡើងវិញអ៊ីសាក់បានជីកអណ្ដូងដដែលដូច្នេះហើយយើងទៅជឿធ្វើរឿងដូចគ្នាយើងជាកូនចៅរបស់អាប់រ៉ាហាំយើងត្រូវតែជីកអណ្ដូងដដែលហើយអណ្ដូងនោះគឺនៅទីនេះ5ទូលរបស់ព្រះអង្គ5ពីបរិសុទ្ធ5ទូលរបស់ព្រះអង្គពីទីនេះយើងត្រូវបានទទួលទឹករស់នៃជីវិតអកលជានិច្ចខ្ញុំអធិដ្ឋានថាយើងទាំងអស់គ្នានៅទីនេះយើងនឹងឧស្សាហ៍ព្យាយាមក្នុងការជីកអណ្ដូងទឹកនេះដើម្បីឲ្យព្រះគ្រីស្ទបានប្រទានអណ្ដូងទឹកហើយឲ្យព្រះគ្រីស្ទបានប្រទានអណ្ដូងទឹកដ៏អកលជានិច្ចដល់យើងដែលផុសចេញពីក្នុងចិត្តរបស់យើងដើម្បីយើងអាចក្លាយជាប្រពោដល់លោកកៃទាំងមូលអាមែនជួយយើងទាំងគ្នាបានចប់ដោយអានសុភាសិតចំពុក4ខ20ដល់23ដែលបានចែងថាកូនអើយចូលប្រុងស្ដាប់អស់ទាំងពាក្យរបស់អញហើយផ្ទេរតិចស្ដាប់ស្ដីដែលអញពោលទាំងអំបិលមកកុំឲ្យសេចក្តីទាំងនេះភ្លាត់បាត់ពីភ្នែកឯងឡើយត្រូវរក្សាទុកនៅក្នុងដួងចិត្តឯងវិញត្បិតសេចក្តីទាំងនេះគឺជាជីវិតដ៏អកលជានិច្ចដែលស្វែងរកបានគឺជាសេចក្តីសុខស្រួលដល់ខ្លួនប្រាណទាំងមូលផងចូលរក្សាចិត្តឲ្យអស់ពីព្យាយាមបិទអស់ទាំងផលនៃជីវិតសុទ្ធតែកើតចេញពីក្នុងចិត្តមកនេះជា5ទូលរបស់ព្រះអង្គអាមែនសូមឲ្យយើងទាំងអស់គ្នាបានការពារចិត្តរបស់យើងសូមឲ្យយើងបានឧស្សាហ៍ក្នុងការជីកដើម្បីឲ្យយើងមានអណ្ដូងទឹកនៅក្នុងខ្លួនយើងទាំងអស់គ្នាជួយយើងអធិដ្ឋានអោព្រះបិតាជាទីស្រឡាញ់ទូលគុំយើងខ្ញុំសូមអរគុណដល់ព្រះអង្គយ៉ាងខ្លាំងចំពោះព្រះគុណដែលព្រះអង្គបានប្រទានដល់ទូលគុំយើងម្នាក់ហើយសូមជួយទូលគុំយើងខ្ញុំឲ្យដូចជាលោកអាប់រ៉ាហាំនិងអ៊ីសាក់ដែលបានជីកអណ្ដូងទឹកយ៉ាងឧស្សាហ៍ព្យាយាមដើម្បីផ្គត់ផ្គង់មិនត្រឹមតែខ្លួនឯងប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់កូនចៅទាំងអស់របស់ពួកគាត់ផងដែរសូមឲ្យទូលគុំយើងខ្ញុំបានក្លាយជាប្រពោដូចជាលោកអាប់រ៉ាហាំសូមឲ្យទូលគុំយើងខ្ញុំមានអណ្ដូងទឹកនេះរស់ផុសចេញពីខ្លួនយើងខ្ញុំដើម្បីឲ្យទូលគុំយើងខ្ញុំបានចែករំលែកជាមួយនឹងមនុស្សជាច្រើនដែលនៅជុំវិញយើងហើយសូមឲ្យទូលគុំយើងខ្ញុំក្លាយជាប្រពោដល់អ្នកដែលខ្វះខាតដែលកំពុងរងទុក្ខដែលអាចឯកោនិងអ្នកដែលមានថាអារម្មណ៍សោកសៅសូមឲ្យទូលគុំយើងខ្ញុំអាចផ្ដល់ការលួងលោមការអធិដ្ឋាននិងសេចក្តីស្រឡាញ់ដល់ពួកគេដើម្បីឲ្យពួកគេអាចជួបនឹងព្រះអង្គតាមរយៈទូលគុំយើងខ្ញុំព្រះបិតាអើយយើងខ្ញុំសូមព្រះបិតាអើយសូមជួយទូលគុំយើងខ្លាយជាដូចជាលោកអាប់រ៉ាហាំដែលត្រូវបានគោរពយ៉ាងខ្លាំងនៅក្នុងសហគមន៍ហើយសូមឲ្យតែដោយអ្នកមិនជឿក៏ដោយសូមជួយយើងខ្ញុំបានខ្លាយជាមនុស្ស
ដែលមានសេចក្តីជំនឿអាចលើកតម្កើងព្រះអង្គតាមរយៈជីវិតរបស់ទូលបង្គំយើងខ្ញុំម្នាក់ៗទូលបង្គំយើងខ្ញុំអរគុណព្រះអង្គក៏សូមទូលថ្វាយគុណអរនៅក្នុងនាមព្រះម្ចាស់ព្រះសិក្រីអាមែនសូមថ្វាយសិរីល្អដល់ព្រះអង្គ